សួរអ្នកគ្នាថ្ងៃហ្នឹងយើងមកធ្វើការនៅ connect យើងមានយើង connect ពី network ពីអត់ស្គាល់គ្នាបានន័យថាយើងមាន router មួយហើយនិង switch 2អញ្ចឹងយើង connect យើង config វាឲ្យ router ជាមួយនឹង switch ស្គាល់គ្នាបន្ទាប់មកយើងធ្វើការបញ្ចូលនៅ PC ភ្ជាប់ពី PC ទៅ switch ដើម្បីបញ្ជូនពី PC មួយឆ្លងកាត់ទៅលើ switch ទី1ហើយឆ្លងកាត់ទៅ router ឲ្យស្គាល់គ្នាបន្ទាប់មក router នឹងបញ្ជូនទៅ switch មួយទៀត switch ទី2ហើយ switch ទី2នឹងបញ្ជូនទៅគោលដៅដែលយើងចង់បានអញ្ចឹងឥឡូវមុននឹងនេះយើងត្រូវតែមាន router មួយ router standard គឺប្រើ2ទី1គឺប្រើ1941និង2911អញ្ចឹងយើង router standard គឺប្រើ2ហ្នឹងបន្ទាប់មកយើងប្រើ switch យើងយកពី switch យើងត្រូវការមាន2ដើម្បីឲ្យ network 2ស្គាល់គ្នាអញ្ចឹងត្រូវការ switch ទី1 switch 0 និង switch ទី1បន្ទាប់មកយើងភ្ជាប់ខ្សែបណ្ដាញវាមកពី router មក switch អូខេខ្ញុំត្រូវការ PC តែមួយខ្ញុំឧទាហរណ៍ឲ្យអ្នកមើលអ្នកគ្នាចង់ PC ប្រហែលដែរតែខ្ញុំនឹងប្រាប់ពីរបៀបនៃការបញ្ជូនទិន្នន័យទៅវាថាថ្មីបានបេដាអញ្ចឹងភ្ជាប់ពី switch ទៅមក PC 1 PC 0បន្ទាប់មកពី switch 1ទៅ PC 1អូខេអញ្ចឹងករណីនេះយើង reframe មកអូខេអញ្ចឹង switch មក PC ស្គាល់គ្នាអញ្ចឹងវានៅតែ switch ជាមួយនឹង router អញ្ចឹងដើម្បី config វាឲ្យពីស្គាល់គ្នាយើងចូលឯង router មកយើងយក CLI ហើយអានេះយើងពីសួរថាតើយើងយក follow តាមដំណាក់កាលរបស់គេឬក៏ធ្វើខ្លួនឯងអញ្ចឹងយើងធ្វើខ្លួនឯងអញ្ចឹងតែជិត no យើង enter បកហើយលេខយើង enter 2ដងអូខេអញ្ចឹងយើងមកដល់នេះយើងធ្វើការនៅ enable បន្ទាប់មកយើងធ្វើការលើ config terminal កន្លែងនេះយើងធ្វើការដាក់ឈ្មោះឲ្យ router របស់យើងអញ្ចឹងដាក់ x ហើយយើងដាក់ router 1ហើយឈ្មោះនេះអ្នកនេះចង់ដាក់អីក៏បានដែរយើងដាក់ router 1បន្ទាប់មកយើងធ្វើការបញ្ចូលនៅ gigabit បែរថាយើងធ្វើការបញ្ចូលនៅ gigabit គឺ in g0/0 យើង enter បកមកអានេះគឺនៅក្នុង router ហើយនេះភ្ជាប់ពីអានេះដើម្បីតោះយើង add IP ហើយយើង add អានេះយើងម្ដងយើងនៅក្នុង user mode បន្ទាប់មកយើងចូល private mode ពី private mode យើងបញ្ចូលដល់ global យើងមកដល់ទៀតយើងធ្វើការមកដល់នៅ specific អញ្ចឹង IP address យើងដាក់នៅ specific អញ្ចឹងដាក់ IP add 192 យក 192.168.1.1 255.255 អូខេ.255 ហើយ .soft ចុច enter បកមកអូខេ add នេះដូចអញ្ចឹងយើងធ្វើការ connect ម្ដងទៀត IP add អូអាលេខនេះលើយើងភ្លេចមើលអូខេអញ្ចឹងយើងបន្ទាប់ 192.168.1.1 ចុះ 255.255.255.0 យើង enter មកអូខេអញ្ចឹងនៅពេលដែលយើង add IP ដាក់ no shutdown នៅពេលយើង no shutdown ហើយអញ្ចឹងពីនេះអ្នកនេះឃើញថាយើង no shutdown ហើយគឺ router មក switch 0គឺស្គាល់គ្នាយើងគ្រាន់តែ reframe មកគឺស្គាល់គ្នាប៉ុន្តែនៅ router មក switch 1អត់តស្គាល់គ្នាទេយើងត្រូវការបញ្ចូលយើងធ្វើការនេះមួយទៀតអញ្ចឹងដើម្បីបញ្ចូលយើង exit មួយមកយើងចេញពី specific យើងទៅ global វិញចេញ exit មួយមកអូខេឥឡូវយើងមកដល់ global ហើយមកដល់ global យើង add IP ធំយើងបញ្ចូល gigabit ធម្មតាគឺ G0/1 វិញមិញនៅ switch 0យើងបញ្ចូលវានៅក្នុង router នេះយើងបញ្ចូល switch 0គឺ gigabit 0/0 ប៉ុន្តែនៅក្នុង router 1យើងបញ្ចូលវាគឺ gigabit 0/1 អញ្ចឹង enter មកយើង add IP ទៅ IP add យក 182.168.1.1 អញ្ចឹង 255.255.255.0 អូខេគឺនៅពេលអស់ហ្នឹងយើង shutdown ដូចគ្នាមក no shutdown ហើយយើង exit អូខេពេលហ្នឹងហើយអញ្ចឹងនៅពេលយើងពេលហ្នឹងហើយយើងរត់ប៉ុណ្ណឹងវាស្គាល់គ្នាប៉ុន្តែយើងត្រូវដាក់ add IP ហើយយើងបញ្យល់ពីប្រាប់ពីរបៀបនៃការដាក់ IP ទៅមិនឲ្យវាស្គាល់គ្នាពេលយើងដាក់ IP ខុសក៏
ពី PC1 មកពី PC1 នេះក៏អត់ស្គាល់គ្នាដែរអញ្ចឹងយើងដាក់ IP យើងចូលយើងបន្ត IP យើងចូលទៅលើ desktop យើងចូល PC មកយើងចូលយើងរើសពាក្យ desktop ហើយយើងយក IP configuration ហ្នឹងមកយើងនៅ add IP នេះអញ្ចឹង IP យើងគឺ IP នៅក្នុង switch wide របស់យើងគឺ192.168.1.1ប៉ុន្តែអត់យើងដាក់យក 1.2 អញ្ចឹង subnet mask របស់យើងគឺ255នេះគ្នាហើយយកកន្លែងនេះខ្ញុំចង់ឲ្យស្រាវគឺកន្លែង default gateway យើងប្រើដើម្បីផ្ញើទិន្នន័យពីបណ្ដាញមួយទៅបណ្ដាញមួយទៀតបើនៅក្នុងបណ្ដាញដូចគ្នាយើងមិនប្រើ default gateway ទេប៉ុន្តែវានៅក្នុងបណ្ដាញខុសគ្នាអញ្ចឹងយើងចង់ផ្ញើពីបណ្ដាញទី1ទៅបណ្ដាញទី2ត្រូវប្រើ default gateway អញ្ចឹង default gateway គឺ 192.168.1.1 អូខេអញ្ចឹងនេះហើយឥឡូវយើងមកដាក់នេះម្ដងយក desktop ចូលនេះ IP របស់យើងគឺ182ព្រោះ switch ទី2យើងប្រើ IP address គឺ 182.168.168.1.2 អូខេហើយនេះ subnet mask វាគឺ255នេះគ្នាទៅពេល default gateway វាគឺ 182.168.1.1 អូខេប៉ុណ្្នឹងហើយអញ្ចឹងយើងមកធ្វើការតេស្តថាពេលយើងផ្ញើពីទិន្នន័យពី PC0 ទៅ PC1 តើវាដំណើរការតើវាត្រឹមត្រូវអត់អញ្ចឹងយើងធ្វើការចូលនេះមកអូខេហើយយើងចុចលើនេះយើង pin ពី PC01 គោលដៅយើងបានតែចំណុចចាប់ដើមទៅ PC1 នេះគឺជាគោលដៅដែលយើងផ្ញើទិន្នន័យទៅអូខេអញ្ចឹងចុចកន្លែងនេះមកអូខេវាតើចុះវាឆ្លងកាត់ expression switch នឹងមើលទិន្នន័យហ្នឹងតោះមកពេលដែលវាទិន្នន័យទៅវានឹងបោះទៅ router វានឹងមើល IP address តើវាទៅតើគោលដៅវានៅក្នុងណាអញ្ចឹងវាបកមក switch សិនអូខេទៅ PC ធំទៅអញ្ចឹងមកថាវាស្គាល់គ្នាអញ្ចឹងទិន្នន័យទៅត្រូវមកថាពី router មក PC នេះគឺវាស្គាល់គ្នាអញ្ចឹងបន្តមកទៀតវានឹងផ្ញើទិន្នន័យពីឆ្លងកាត់ពី router ទៅខាង PC1 ហើយអញ្ចឹងវាខុសអូខេអញ្ចឹងវាឆ្លងកាត់ switch អូខេ switch នឹងឆ្លាក់មកដល់គោលដៅរបស់យើងគឺវាទៅ IP អញ្ចឹង PC1 អូខេបានថាត្រឹមត្រូវអញ្ចឹង PC1 នឹងផ្ញើទិន្នន័យនេះទៅកាន់គោលដៅវិញបាទគោលដៅយើងគឺសញ្ញាគ្រីសបានថាការផ្ទេរទិន្នន័យពី network មួយទៅ network មួយទៀតគឺត្រឹមត្រូវអូខេអញ្ចឹងបានថាវាត្រឹមត្រូវហើយអូខេអញ្ចឹងការបង្ហាញនេះមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាយបាយ